Game thứ 4 nhưng Grand Final ត្រឹមត្រូវបាទហ្គេមទី4គឺដរាមហ្គេមទី4 Grand Final មែនប៉ុន្តែដល់ពេលអ្នកដែលលេងហ្គេមទី3គឺទៅវាយដរាមគ្នាយកលេខ3បាទជួយណាស់ស្វាគមន៍មកកាន់កម្មវិធីក្នុងហ្គេមទី5នៃគូទី1របស់យើងក្រុមរបស់ឆា Spicy ដល់កម្រិតហ្នឹងហើយបាទជំរឿនថាអាចទប់ជាប់ដែរទេបាទសម្រាប់ជំរឿនការ comeback មកវិញ2 game មកវិញដើម្បីយកជំរឿនស្អីទៅកាន់ Grand Final Pro Esport Yes បាទក្រុមរបស់ឆានេះបាទជំរឿនការប៉ះគ្នាបន្តិចបន្តួចទុកជារឿងធម្មតាតែម្ដងបាទរវាងជំរឿននឹងសេនីបូកជាមួយនឹងសូតាដូចគ្នាចុងអូវាយគេជំណាយដាក់ក្បាលគ្នាចឹងបងបាទដាក់ក្បាលអូមកខ្លួនឯងងាប់បាត់ហើយលេងសាច់បាទគាត់ចូលមកភ្លាមឈ្មោះគ្នាឆ្អល់មុខពេញទឹកពេញដីយកតែម្ដងបាទ Yes ខាងក្រៅហ្នឹងគឺ clear បានធម្មតាដូចគ្នាដែរបាទអូយ៉ាមីបាទ recall មួយដូចគ្នាដែរបាទអានេះបាទក្នុងរ៉ាំងគេជាប់បណ្ដៃក្នុងរ៉ាំងជាប់បណ្ដៃយកមកចូលដែរមែនអូខ្ញុំធ្លាប់ recall ហើយ recall មកជាប់បានទីជាប់បានទីមែនអញ្ចឹងទៀតអូ my god គាត់ recall ហ្នឹងហើយនឹងពេលឆាតបើយើងឆាតអត់តែពាក្យអត់សមរម្យគឺជាប់ហ្នឹងក៏ពាក្យអត់សមរម្យហ្នឹងពាក្យរបៀបម៉េចដូចពាក្យអត់សមរម្យគឺជាពាក្យអត់សមរម្យមិនសមរម្យហ្នឹងអត់សមរម្យទៅបាទចៃណាមកយើងលេងមើលបច្ចុប្បន្នស្របពេលដែលបន្តវាយគ្នាទេបាទទៅ recall ដូចគ្នាតែម្ដងបាទម៉ាកូ Polo នេះដល់ពេលដែលអាប់ដេតមើលជាមួយ skin ទី1ឲ្យយូរជាងមុនដូចវាមានអារម្មណ៍ថាវាបាញ់ទៅវាយូរមែនតែមានអារម្មណ៍ថាដូចវាអត់លឿនណាអាក្របវាចេញលឿនបាទតែវាអែមត្រង់ថាវាបានបាញ់ឡើងឈាមដែរហ្នឹងឥឡូវវាបានបាញ់ឡើងឈាមតែវាក្របវាចេញលឿនទៅវិញទេដូចជាអត់ទំនងកាចដូច Marco Polo version ចាស់បាទចាំមើលចាក់ស្អែកបាទតែវាអែមវា reliable ប៉ុន្តែសំខាន់គឺមាន skill កាត់គាត់ពីច្រើនមែនទែនបាទគាត់សូម្បីតែជីយ៉ាអា skill knock out របស់គាត់ក៏កាត់បានដែរ Marco Polo ចាំប្រទេសប្រាថងចំពេលសយបាទ flash element មកម៉ាំងសយពឹបស្បៃហើយហ្នឹងហោះស្ទុយបាទចាឥឡូវនេះជាមួយនឹង game មានដាច់បាទលេសាយតែនិយាយដើមជីយ៉ាបាញ់មិញបាទជាមួយនឹងផ្លូវមីឡែនគឺមានការវាយដូចគ្នាដែរបាទស្របពេលដែលយើងយូសៀនអត់មានបញ្ហាបាទអូ skin low បាទហើយ skin ហ្នឹងមានដែរហ្នឹង skin ហ្នឹង800ទៅខាងហ្នឹងបាទមានដែរតិចជួយហ្នឹងមានដែរតែជួយស្រួលស្ដើងទេមិនជាបញ្ហាទេបាទផ្លូវ color ដូចគ្នាដែរក៏មានការចង់ប៉ះគ្នាបន្ទាប់ពីមានការរៀងការលេងកាញ់មិញបាទពី Zeni បាទរៀងកាញ់មិញដូចគ្នាដែរតែឥឡូវគេបិទរូបគាត់វិញដូចគ្នារៀងញ៉ាញ់មុនហ្នឹងតែ early game ចូលទៅរៀងញ៉ាញ់ដែរ MCDP ម្ដងចូលឆ្កឹះគេដល់គេវាយវិញតាំងមកលឺសក់clear land មួយប្រាវបើជាមួយនឹងការចងលោកចូលក្នុងមួយដូចគ្នាដែរតែអត់បញ្ហាលើក minion ទេបាទលើកទៅលើកមកត្រឡប់ពេញតែហ្នឹងទេ Yes នៅទី3 game គឺវាយជ្រោះគ្នាមើលទៅដូចរៀងហឹកធាក់អញ្ចឹងតែតាមពិតសិតតែជាគេប្រតិកម្មវាយទៅលើ minion តែម្ដងចាំអត់មើលជាមួយនឹង objective ទាំងអស់គ្នាបើរសារថា professional player គេចាំវាយតែនៅទី4ទេបាទចឹងចាំមើលជាក់ស្ដែងស្របពេលអាចទីសល់50វិនាទីតែម្ដងធ្វើការ respawn មកដូចគ្នាដែរស្បែកជើងត្រូវទិញឲ្យហើយបាទព្រោះអីអាពេលវាយគ្នាយើងអាចធ្វើការដកសាយវ៉ាតន់ទេស្បែកជើងយើងលឿនជាងបាទត្រឹមត្រូវបាទស្បែកជើងលឿនជាងបាទចឹងយើងត្រូវប្រយ័ត្នប្រយែងបាទទិញហើយបាទត្រង់គាត់បាទយ៉ាងណាមិញក៏មានការរំខានទៅការជួយដើម្បីដូចគ្នាដែរពីវត្តមានរបស់ Mugenes បាទជួយនឹងផ្លូវមីឡែន knock up មួយដូចគ្នាដែរអាយ៉ាកាងគ្រោះថ្នាក់តាមមែនតែយ៉ាគ្រោះថ្នាក់តែមួយប្រាវពី Uzian បាទអត់មាន ultimate ទេពិបាកក្នុងការលេងទៀតUzian មែនអត់ទេនេះហ្នឹងអា Uzian ហ្នឹងតែតែមើលទៅដល់ឈឺគេហ្នឹងបាទមកលេងលោតអុកគេវិញមានសោបហ្នឹងនោះគាត់ដាក់ត្រូវតែជាមួយនឹង main key របស់កាប្រហែលបាទអញចឹងដូចគ្នាដែរតែលើចាំមើលចេះស្អែកក្នុង team fight តើការ CP របស់គាត់វាស្ថិតលើការលេងស្ថិតលើដល់កម្រិតណាបាទជាមួយនឹងទឹកដៃក្នុងការ CP ហ្នឹងបាទអញ្ចឹងយើងចាំមើលខណៈពេលបច្ចុប្បន្នសល់5វិធ្វើការ respond មកដូចជាមួយនឹង adjective ទាំងពីរ color នោះដូចមានការដណ្ដើមគ្នា teleport មកបរាបអូគេដាក់ teleport បាននោះខាងលើក្នុងកោហើយសេនីប៉ះនេះមិនគេដាក់ teleport បានដើរមកវិញម្ដងទាំងពីរនេះបាទអញ្ចឹងមិនថាហ្នឹងបើ teleport ស្មើជើងបាទមិនទេអា TP ហ្នឹងវា cool down តែដើរយាទៅទៅ5 10វិដែរ cool down ទេ5 10បាទយ៉ាងណាមកយើងមើលបច្ចុប្បន្នដូចគ្នាស្របពេលនេះមានការវាយ Thailand ដូចគ្នាដែរបាទជាមួយនឹងក្រុមទាំងពីរប៉ុន្តែយើងមើលជាមួយ Pro Sport ដូចមានព្រៀបជាងបាទសម្រាប់ Pro Sport បាទជាមួយនឹងការស្មៃប្រាវអត់ទេ Uzian អានេះគេហៅថាក្បាច់ចៃកាត់វាយព្រាទៅហើយជួយនឹងការឡើងឈាមសដូចគ្នាដែរក្រាបសេនីអស់50បាត់បង់ទៅប្រទេសជួយការ Uzian ឡកចប់មួយរោជួយនឹងការស្គីមួយយកមកគៀវវិញនេះមានតែការជួយស្កអពីដូចគ្នាដែរអញគាត់លោកចាក់យកទេម្ដងតែមិនស្លាប់ដូចគ្នាដែរពីវត្តមានរបស់ម៉ៃបាទemស្រែមតែផ្លូវមានការបុកតែម្ដងតែមិនមានពីការ clear lane តែមិនក៏លោជាប្រទេសក្បាច់នេះទូដាច់ឡើយមីបាទអញគ្រូថ្នាក់បើថានៅក្បាច់នេះមិញទូដាច់បាទលេងសើចអីឥឡូវនេះសូម្បីតែជាមួយនឹង Thailand ក៏គេលួចជីវិតក៏បានផ្ដាច់ខណៈដែលជាមួយ Blue Boss ក៏មិនបានស៊ីបាទរឿងលត់ហិនហោច
ឲ្យតែម្ដងព្រៀបដូចគេហៅថាសុកចិត្តលិចទុកក្តារទលេក៏មិនឲ្យភ្លើងឆេះទេឥឡូវនេះគឺភ្លើងចាប់ដល់ហុយហុយពេញក្នុងទេបណ្ដាហើយជាមួយនឹងហ្គេមនេះគ្រាន់តែចេញមក5ម៉ែត្រដែរលិចចង់ 4K Oh my god បាទប្របាក់ទប់បាទហើយបាទសម្រាប់ជាមួយនឹង Riyadh Esport ដូចគ្នាផងដែរគាត់ធ្វើបានល្អមែនទែនបាទជាមួយនឹងការចូលទៅដល់ Steel យូជាមួយនឹងវត្តមាន Thailand ទៀតវាលុយកន្លែងហ្នឹងបាទហើយបាទជាការដាច់ចង្កេះមួយដែរធ្វើមិនមែនគីរៀងស្ពឹកមកដែរបាទសម្រាប់មិញបាទរបស់ទូសាច់កាកាងដូចគ្នាបាទឬមួយក៏អាចមកពី SS គាត់ដើរកាត់មិញចឹងទៅធ្វើគាត់រំភើបញាប់ញ័រពេករៀងមានស្ពីដដោយសារតែពេលដែល SS យើងមើលយើងមានស្ពីដ Yes បាទយើងមានស្ពីដយើងខ្លាចថាអូតែអញប៉មិនល្អគេបែកអញហ្នឹងបាទការហ្នឹងអញចឹងដែរណា ពិតជាត្រឹមត្រូវ បាទហើយយើងគាត់គិតទេបាទតែហេតុការយ៉ាងម៉េចយើងចាំមើលបន្តទៀតបាទតែ 4K រៀងច្រើនដែរណាយ៉ាត្រឹមត្រូវក្នុង early game យើងឬយើងលូពេកថាមិនសូវបាយនេះ early game ចាប់ដល់វាយដល់កហើយបាទចូល event ទីខ្ទឹមតែម្ដង teleport ទៅក្រោមហើយដាក់ SL ផងមុន TP បាទជាមួយនឹងការចូលទៅដល់វាយប្រាតែម្ដងយកបានមួយការ clear នេះតែធ្ងន់កយ flash ultimate សល់ឈាមតិចឯងផ្ទុះដាច់1 2 3 4លឿជារយបាទហើយបាទសម្រាប់សិននេះបាទងាប់ហើយប៉ុន្តែយកបានទី1 red ដូចតែគ្នាទេបាទជាមួយនឹងការ trade ទៅ trade មកឬមកក៏យ៉ាងម៉េចតែគួរតែយកបានដែរព្រោះថាមានគេទុំនៅខាងផ្លូវធម្មland ទេបាទចាឥឡូវនេះ Pro Esport មានទឹកមាត់លេងមកវិញប្រាប៉ុន្តែយើងក៏លេងមើលជាមួយនឹង goal វិញគឺកាត់បន្ថយបានត្រឹមតែ500ទេបងនៅខ្វះ3កន្លះទេបានតន goal គេបាទទោះបី trade ក្រោមលើយ៉ាងណាក៏ដោយប៉ុន្តែយុទ្ធសាស្ត្រនិង strategy វាខុសគ្នាបាទជាមួយនឹង low high បាទ high low បាទ low high បាយឡាយគ្នាវាត្រឹមត្រូវបាទបាយឡាយសន្ធាចងកអេប៉តបាទជួយខាង clean មានធម្មតាពីបាយហាប្រាប់ទៅ goal ខុសគ្នារៀងគ្រាឡា Pro Sport យ៉ាត់ចាយណាបាទមិនទុកនេះតែ Pro Sport គឺប្រើ style អញ្ចឹងច្រើនដងហើយបាទ style អញ្ចឹងហើយយ៉ាទឹកមាញ់នេះរបស់យើងក៏ចាញ់ជាមួយ i team ប្រាដែរយ៉ាអូគណៈពេលដែលគាត់ឲ្យ repeat ទៅកាន់ជាមួយនឹងស្អីគេមិញមិនចេះគាត់បឺអា level ឲ្យមិនចេះមិញមិនហ្នឹងបើគាត់ហ្នឹងវាចាញ់អសយកហ្មងវាចាញ់អសយកទី7គឺពេញ level ហ្នឹងចុះបាន level clear lane 3 lane នេះឯងហ្នឹងមានអីទៀតបើ clear ចោលអស់ហ្នឹងមានអីបាទ clear 3 lane នេះឯង level ចុះបានគ្រប់បណ្ដោយអូរៀងអែមបាទយ៉ាងណាមិនយើងចាំមើលស្របពេលបច្ចុប្បន្នដូចគ្នាដែរជួយនឹងវត្តមានរបស់ Vision នេះមានតែដោយសារតែមានការបឺសជាមួយ level ឲ្យដូចគ្នាដែរបាទជាមួយនឹងការជប់ level ពីសមាជិករបស់ពីគេសេនដូចគ្នាអញ្ចឹងធ្វើឲ្យគាត់គេនេះអញមានទឹកមាត់លេបហើយតែគាត់អត់សិនជប់ឲ្យជាមួយនឹង Zeni ឬមួយក៏ Yusian ណាអត់ដឹងដែរបើគាត់ចង់បុកទៅលើ damage យកបើគាត់បុកឲ្យ Yusian គាត់ថាយូសបាយណាក្នុង team fight បាយមែនណាម៉ែពាក់ជាមួយនឹង Blood Rank ពាក់អីមកលុតចូលដល់កោះយកជាតិតែម្ដងបាទចឹងចាំមើលចឹងថានេះគ្រប់លើការមកចិត្តរបស់គាត់ដោយសារតែគាត់ចេះលេងហ្នឹងបើគាត់មិនចេះលេងមិនមកដល់ semi final ត្រឹមត្រូវបាទខ្លាំងចូលលេងខ្លួនឯងទៅបាទតែបើចូលលេងខ្លួនឯងលេងបានតែបើឈ្នះអត់ដឹងទេតែប៉ុណ្្នឹងទេហ្នឹងបាទអញ្ចឹងឥឡូវនេះដល់បញ្ហាដែលធំជាងគេគឺដូចជាអត់មានអីចូលទេបាទយ៉ាគឺគេដូចជាតាន់ជ្រុលបាទរីបាក់ដែរខ្ញុំមានអារម្មណ៍ថាចែកសម្រាប់ជាមួយនឹងជីយ៉ាគេនេះយកមកដើម្បីតែ clear lane ហ្នឹងទៅតែfarm lane គឺលើខ្វះគ្នា700លុយច្រើនណាស់ចិត្ត 1k ដូចរៀងក្រែលយាយដោយសារតែបើយើងមើលឃើញស្អែកទៅជាមួយនឹងវត្តមានរបស់មីគាត់ farm យកដែរបើយកអីបានច្រើនផងបាទយកចាំងលើអីក៏យកបានខ្លះដែរអញ្ចឹងធ្វើគាត់មានព្រៀបបន្តិចបាទក្រោមនោះ teleport មួយដូចគ្នាដែរបាទដើម្បីទៅកាន់ទៅខាងទៅកាន់អាមីក៏អាមី farm ត្រួលពេកវត្តមាន Thailand ធ្វើការ respond មកឲ្យក្រុមទាំងពីរពុទ្ធការការនេះខ្លួនតែម្ដងជាមួយ Yusian ក៏យកជាមួយ Thailand តើតុបជាប់ដែរទេអាយ៉ាដាល់មួយជាមួយការ Chiski ទីមួយលោតចូលទៅដល់ជាមកមើលជប់លើកឡើងទៅបាត់មកតែដល់ទៅកាន់ជាមួយនឹងវត្តមានរបស់ Flamengo មើលឲ្យអាមិនប្រយោជន៍ទៅដល់ទៅកាន់ជាមួយនឹងរបស់ Solar ជាមួយការថយទៅជាមួយនឹង Marco Polo របស់អាមីអាមីព្រៀបរត់ឲ្យតែកៅនឹងមានការដកបាត់មកអាមីខ្ញុំបាន1គីឡូទៅជាមួយនឹងការដូចវាយទៅកាន់ជាមួយនឹងការកាងទៀតអត់បងការកាងបាត់ហើយសល់ Scorpion មួយរត់ទៅផ្ទះម្នាក់ឯងថតជាប៉ុមធ្ងន់បណ្ដោយបាទអាយ៉ាដល់ពេលខ្ញុំតាទៅមុនហ្នឹងនិយាយថាមិនប៊ីធ្លាក់ហើយដល់ពេលឲ្យការនិយាយតែថ្ងៃហ្នឹងចាំធ្លាក់អូនិយាយចាំហើយ Oh my god មកនិយាយយ៉ាងហើយសាប់សាច់រឿងម្ដងបាទឥឡូវនេះរៀងទូហើយឥឡូវ 4k បាទហើយ 10k ឡើយ 10k ឡើយបាទដែលរៀងទូដូចបបបែលបាទគេនេះដូចទូមែនដោយសារតែសុំតែបិទលោតចូលទៅដូចរៀងហៅដែរតែដោយសារតែលុយយើងរៀងតិចខ្លាំងពេកគឺបែរទៅជា gaming វិញទៅយើងគ្រាន់តែហៅឥឡូវទៅ gaming ហៅ gaming បាទបច្ចុប្បន្ន Thailand ធ្វើការចាំជាមួយនឹង Thailand ហែនមកបន្ថែមទៀតនេះណា30វិនាទីតែម្ដងបច្ចុប្បន្នតែគាត់ការយកបន្ថែមទៀតមួយយ៉ាងណាបាទសម្រាប់គាត់ដោយថាឥឡូវគាត់ជាការ farm ទៅតាមអាចធ្វើបានដើម្បីធ្វើការធ្វើម៉េច lead goal ទៅកាន់គូបរិបត្តិរបស់គាត់ឲ្យបានច្រើនបាទដើម្បីយកថតយកផុស TikTok បាទដើម្បីបញ្ជាក់ថាលយ
ព្រោះអីហនអបគីងងាយដល់ 10k គោទេបាទគេថាលុយ ទៅវិញលេងមិនខ្លាំងតែយើងលុយ ហ្នឹង បាទអញ្ចឹងឥឡូវយើង គេថាមានលុយគឺលុយដល់មកតាំងក្រោយយេយេ អានោះបញ្ហាអ្នកខ្លះគេមានលុយគេអត់លុយទៀតអញ្ចឹងបើយើងអត់លុយតែយើងមានលុយ ហ្នឹង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 អែម អានោះវាខុសគ្នាទៅលើហើយឡហ្នឹង ហ្នឹងត្រឹមត្រូវ មួយលុយមួយលុយ បាទមួយលុយមានលុយបាទសលុយនិងសចទេ បាទ សចមិនចូល នឹងត្រូវ យ៉ាបាទ សចមានកងច បើជើងបច្ចុប្បន្នមានការយកបានជាមួយនឹង Overlord ដូចគ្នាដែរគណៈពេលដែលសមាជិករបស់ Riot Esports ដូចជាមិញទៅលូទេថាចេះចប់ហ្គេមចេះចប់ហ្គេមចេះហ្គេមមានអត់ថាដល់ពេល late game ទៅចប់ភ័យពេលបាយ FT control យក active តែឥឡូវធ្វើឲ្យមើលមួយ បាទធ្វើមើលមួយ ឥឡូវនេះចាប់ដើមមានយកច្រេងជ្រុំជន់ចានជ្រក់ជាមួយការទប់ផ្ទះហើយបរិសាគោលគេគឺរៀងលេចយើងច្រើនជ្រុល 9k បាទ Twin Line មកមួយទៀតដូចគ្នាដែរបាទពីវត្តមានរបស់ Kesen ដូចគ្នាបាទអញ្ចឹងជោគជ័យតែម្ដងសម្រាប់គាត់បាទស្របពេលដែលយើងមើលផ្លូវបតំឡែនហ្នឹងក៏មានជាមួយនឹង Minion មកខ្លះប៉ុន្តែសមាជិករបស់ខាងក្រោម Riot Esports ដូចជាមិនទាន់ធ្វើការទៅបុកយកតែម្ដងបាទជាមួយនឹង Thread ខាងក្រោមដូចគ្នាមួយគឺគាត់ចាំ Vanguard តែម្ដងបើដោយសារតែ Shadow Vanguard ក៏គាត់ដាក់ទៅផ្លូវខាងក្រោមដូចគ្នាបាទអញ្ចឹងគឺគាត់កំពុងរងចាំតែបើយើងលេងទៅមើលជាក់ស្ដែងសមាជិករបស់ Pro Esports ដៃវែងបាទដៃវែងដូចគ្នាអូអានេះចូលដល់រួមរែកដល់ថយមួយសិននៅបាននេះមិនងាប់ឡើយបាទរបស់ TC ដែរដូចគ្នាជាមួយការចូលកោះក្នុងប៉មតែម្ដងអាយអញគ្រូថាបានមកតែម្ដងជាមួយរបស់តាការប្រសារបស់ជាមួយនេះអញគ្រូថាតែមានការដល់ថយវិពី50ដល់ពេលមានការគឺជាមួយនឹង Shadow Vanguard វិញដូចគ្នាដែរតែព្រោះមាននេះមានការឃ្លីបានសម្រាប់ដូចនេះសមាជិករបស់ខាងក្រោម Riot Esports ដកវិញដូចគ្នាបាទត្រូវតែមើលបាទប៊ីងាប់ទេបាទអត់ងាប់នោះទេប៉ុន្តែ goal វិញគឺនៅតែច្រើនតែទេបាទបានត្រឹមតែទប់ហើយទប់ទៀតទប់ហើយទប់ទៀតទប់ចុះមិនជប់ទប់ថ្ងៃបន្ថែមគាត់មិញតែទទួលស្គាល់គាត់លេងប្រហែល 2-3 skill មិញហ្នឹងគឺដើម្បីគាត់ដាក់មកគាត់គឺដើម្បីយកជាមួយ T3 ដល់ពេលបាន T3 ហើយម៉ែចូលទៅដល់វាយបណ្ដោយអត់ចាំ Minion ចូលមកសោះគាត់ដូចរៀងលឹះហ្នឹងកន្លែងហ្នឹងលឹះហ្មងបើលឹះខ្លាំងបើបើថាគាត់អូធម្មតាយើងវាយ T3 ហើយឲ្យ Minion យើងបាត់អា slow បាត់ movement speed ដែរដើររៀងលឿនទៀតតែយើងយកវាយហ្នឹងគឺវាល្អដែរបាទចូលការគាត់ចង់បោះឲ្យលុយរៀនហ្នឹងយកហ្មងដើម្បីកុំឲ្យគេ clear Minion នេះណាមានលុយរៀនណាប្រហែលបើគេសោះជាពេញបើមិនហ្នឹងលេងសោះ flash ហ្នឹងគេសោះ spare flash ទៅដេញវាយមិនកាត់អញ្ចឹងឥឡូវយ៉ាងហើយណាក៏បានញ៉ាំបានតិចតួចស្ដួយស្ដៅដែរបាទមកផ្លូវដែរមកខាងផ្លូវបឋមឡែនបាទអីបានឡមើលមួយផ្លូវបឋមឡែនដូចគ្នាដែរបាទជាមួយការយកបាន T3 បាទវាបញ្ហាចឹងយ៉ាងណាមកយើងចាំមើលគណៈពេលបច្ចុប្បន្នជាមួយនឹងវត្តមានរបស់ Riot Esports ចាប់ដើមលេង snowball មកវិញហើយបាទដោយសារតែមិញគាត់រៀងជ្រុលបាទតែជ្រុលគឺមានការបន្ទុកហើយអត់តែជ្រុលគឺមានការបន្ទុកកាត់ឡើងតែម្ដងបាទទៅមក clear Minion ទៅ clear Minion មកហ្នឹងហើយទូនេះបាទដល់ធំមួយប៉ុណ្ណានេះដល់បាទពីសលីបាទបុកដើម្បីកប់ងាយស្រួលការចូលទៅដល់វាយទៅដល់ជាមួយនឹងវត្តមានរបស់អមីបាទវាយអមីក៏បានវាយជាមួយ Scorpion ញ៉ាត់ខ្លួនកប់វិញ Scorpion កប់ខ្លួនឯងបាទឃើញពីរដងចូលទៅដល់ចាច់មក Scorpion ដល់ពេលលោតចូលងែ Scorpion ចាច់កប់ខ្លួនឯងពុកស្ញែងឥឡូវដល់វគ្គទុកផ្ទះទៀតអើបាទទៅហើយ Ultimate clear ទាំង Minion បាញ់ទៅដៃហើយពីបើមានម៉ាស់អស់គ្នាតែមិញវិញមានទេអាយទីមកគាត់មានម៉ាស់អស់គ្នាខ្ញុំគិតថាមានអត់ដឹងដែរងែវបាទ CC Frost ក៏ចេញដូចគ្នាដែរជាមួយ CC Frost បាទជាមួយ CC Frost ទេ CC Frost បាទឥឡូវលេបចង់ 210k ដែរបាទហ្នឹងលេបកាន់ច្រើនទៅបាទផុតមក12យប់នេះឬមកក៏ផុតមកផុត goal 12k យេអត់ដឹងដែរបាទចឹងចាំមើលគណៈពេលបច្ចុប្បន្នយក3ផ្លូវណា3ផ្លូវពេញណា Pro Esports ប្រាយុទ្ធសាស្ត្រទុកមកវិញណាបាទមួយ Honor King ចេញដូចគ្នាដែរបាទពីវត្តមានរបស់ Kesen ដូចគ្នាអូចេញឲ្យធីមច្រើននេះខ្លួនក៏ប៉ុន្តែតែបន្តិចទៀត3តែមានឲ្យធីមលេងខ្លួនដែរបងសម្រាប់គាត់ Yes បាទឲ្យធីម Pro ក៏ចេញមកច្រើនដែរតែច្រើនក្នុងចំណោមអ្នកតិចណាបាទ clear មួយដូចគ្នាដែរបាទជួយការយកទីអាយ៉ាទៅមើលជាមួយនឹង Overlord ដែរអាយ៉ាអូតែ 10k goal វាយឥឡូវហ្នឹងវាយអាចវាយដូចគ្នាមកដែរតែយើងឲ្យមើលខាងក្រោមជាមួយនឹង Umbrella របស់ Sony បាទជាមកកោះយកជាមួយនឹងប្រើទម្រង់នេះប្រើទម្រង់ផ្ទះ2បាទនេះហៅទម្រង់អ៊ីសាត់នៅទម្រង់អ៊ីសាត់យេបាទវាយយកតែម្ដងមកជាមួយបច្ចុប្បន្នដូចគ្នាមកដែរបាទគណៈពេលដែលយើងលេងទៅមើលជាមួយនឹងវត្តមាន Usian បាទឈាមការទៅរំខានម្ដងហើយម្ដងទៀតម្ដងហើយទៀតតែគឺតែអាចប្រកាសស្រួលក្នុងការយកជាមួយនឹងវត្តមាន Overlord បានផុយតែម្ដងបាទជាមួយនឹងសមាជិក Riot Esports ព្រោះថាគាត់ដើរទៅគាត់ដើររមើទេបាទគាត់ដើររមើតែម្ដងជាមួយនឹងសារៈមទី Overlord ចឹងឥឡូវនេះគឺជាមួយនឹង Riot គឺគាត់ញ៉ាំទៀតហើយមិនដឹងថាគាត់នឹងដាក់ជាមួយនឹង Vanguard តាណាទេក៏ប៉ុន្តែ game នេះភាគរយអាច add ច្រើនមែនតើព្រោះថា goal វិញលេខរហូតដល់2ដល់10ខើអូដាក់ Vanguard ទៅលើ clear land លើមួយ5មកវារៀងមកទំនេះលុយសតដល់ Yes
បាទអែមបាទជាមួយចាក់ស្ដែងបាទសម្រាប់បច្ចុប្បន្ននេះគ្នាបាទអាយ៉ាគុនកបែកញើសជោគហើយបាទជាមួយនឹងវត្តមានរបស់ខាង Pro Esport defend ហើយ defend ទៀតបាទជាមួយនឹងការទប់លេងមកដល់ជាមួយនឹងការ comeback ដល់ game ទី5យ៉ាត់គុនកបាទជាមួយ Shadow Vanguard នោះណាខាងលើដូចគ្នាដែរខាងក្រោមនឹង mid បាទកំពុងតែការរៀបចំជាមួយក្បួនដើម្បីតែការរំខានទៅកាន់សមាជិករបស់ Pro Esport កុំឲ្យធ្វើការមក defend minion តាមអាចធ្វើបានអាយ៉ា knock up មួយលោចូលដល់កោះវាយ flash មួយដល់ថយអាឆ្វេងមកពីអាមីអូឈាមលោយ៉ាងណាគាត់ថាសាជាទៅការថយទៅជាមួយនឹងការជង្គង់ដូចគ្នាដែរគ្មានបញ្ហាលោឈាមកន្លងដៃពីយើងនេះមួយសារោស៊ីយកបានជាមួយនឹងមួយរត់ជាមួយ Flame Go មានការបែរទៅទៀតបានទៅដល់ជាមួយនឹងការកាំងសង3នាក់តែម្ដងទៅចូលតែការមានការបែរចេះសតតែម្ដងតែមានទៅចូលឯងទៅស្នាឯងកៃទៅកាន់ Grand Final គឺបាត់លើ Riot